site nang menteriរដ្ឋាភិបាលវាជារូបពីរនៅលើกระดาษប្រាក់តែមួយកระดาษប្រាក់មានរូបតែជាហៀងអត់ចាយកើតទេគឺกระดาษប្រាក់ទាំងពីរមានទាំងរូបទាំងពីរសងខាងបានទេឲ្យកระดาษប្រាក់ចាយបានប៉ុន្តែกระดาษប្រាក់ទាំងពីរនេះវាមិនចូលគ្នាបានទេកុំគិតសង្ឃឹមថាអ្នកកសែតនឹងខ្លាចត្រូវតែសរសេរល្អទាំងអស់ពីអញនឹងខុសហើយយល់ខុសពេលហ្នឹងគឺយើងស្លាប់អ្នកកសែតណាហើយអ្នកកសែតត្រូវយល់យើងដែរបើយើងគិតតែសរសេរល្អកាគេអាក្រក់ក៏ល្អគេល្អយើងស្លាប់ខ្លួនយើងដូចគ្នានេះគឺជាការសំខាន់ណាកន្លងមកខ្ញុំតែងមានពី20ឆ្នាំមុនអីតែមានរឿងអីកើតឡើងព្រាមមានអ្នកខ្លះទៅសាប់ទៅកសែតហើយកុំចុះរឿងហ្នឹងអានឹងកូនអញទេដល់មិនឲ្យចុះហ្នឹងតើធ្វើម៉េចដូចគាត់ទៅជួយឲ្យទិញកសែតប្រឆាំងអញ្ចឹងគេមើលមានកូនអ្នកធំមួយតែទេអត់មកឈ្មោះត្រូវទិញកសែតប្រឆាំងអញ្ចឹងទៅលក់ឲ្យកសែតគេចាំអញ្ចឹងគេនៅតែដឹងអញ្ចឹងដូច្នេះក៏គាត់ខំបិទអាហ្នឹងប៉ុន្តែគាត់ដូចធ្វើដូច្នេះអ្នកកសែតយើងគឺសំខាន់កន្លែងហ្នឹងគឺយើងមិនអាចទៅប្រែសទៅជាខ្មៅហ្នឹងគឺយើងបំផ្លាញខ្លួនយើងប៉ុន្តែទី2មន្ត្រីរាជការបើចង់អ្នកកសែតត្រូវតែសរសេរតែល្អពីអញក៏ដូចសម្រាប់អ្នកកសែតហ្នឹងនេះគឺជាការសំខាន់ណាស់ដែលអ្នកកសែតត្រូវសារមួយពាក្យថាឯករាជ្យភាពនៃគំនិតបាទនៅបណ្ណៈបាននិយាយមិញហើយគេចង់បង្ហាញថាពួកបរទេសគេមកគេបង្រៀនគេគាត់ថាឯករាជ្យហ្នឹងគឺតតែប្រឆាំងរដ្ឋាភិបាលមិនមែនទេកសែតណាក៏ដោយគេថាឯករាជ្យសុទ្ធគ្មានហ្មងមកពិភពលោកអ្នកកសែតមិនដើរហួសមិនដែលដើរហួសពីបន្ទាត់របស់និពន្ធនាយកទេគោលចំពោះនៃកសែតធម្មតាគឺបានតែហ្នឹងកំអួតឯករាជ្យអីគ្មាននឹងឯករាជ្យបាទកសែតមួយចំនួនធំសង្កេតមើលទៅប្រកបអាណាដែលសាទិញអីបាទផ្សាយពាណិជ្ជកម្មតពក៏ធំហើយគាត់ដៃហ៊ានទីពីគុណទេតាក់ស៊ីនក៏គាត់នៅគាត់អញ្ចឹងតែកសែតណាញ៉ៃញ៉ៃគាត់ដកឈប់ផ្សាយពាណិជ្ជកម្មខាតរាប់$10,000មិនតិចណាមួយថ្ងៃមួយខែអញ្ចឹងហើយនៅលើអាមេរិកនៅអីក៏អញ្ចឹងដូចគ្នាអញ្ចឹងពាក្យថានិយាយឯករាជ្យចង់និយាយថាឯករាជ្យនៃការគិតរបស់យើងពាក្យថាឯករាជ្យអញអត់ពឹងណាទាំងអស់ឬអញត្រូវទៅវាយអានេះវាយនោះមិនមែនទេឯករាជ្យបានតែយើងគឺការគិតរបស់យើងគ្មានការគៀបសង្កត់ពីខាងណាប៉ុន្តែពាក្យថាខ្មែរឥឡូវគឺឯករាជ្យតែអញអត់ក្រុមរាជរដ្ឋាភិបាលគេឯករាជ្យអ្នកកសែតណាក៏ដោយមិនអាចដើរហួសពីបន្ទាត់របស់អគ្គនិពន្ធនាយកទេទស្សនៈគំនិតបន្ទាត់របស់កសែតប៉ុណ្ណាគឺអ្នកឯងដើរបានត្រឹមហ្នឹងគឺមិនអាចលើសបានទេខ្លួនឯងមិនក៏ដោយនេះគឺជាការងារដែលយើងជាក់ស្ដែងយើងដឹងថាយើងធ្វើការឲ្យមិនហ្នឹងណាសងថតទៅពន្ធនាយកស្ដីឲ្យកូនចៅម្ដងចូលមើលយើងធ្វើខុសមើលណានេះអញ្ចឹងតាមិនចេះគឺមិនមែនរឿងពាក្យថាឯករាជ្យហ្នឹងវាមិនមែនឯករាជ្យថាអញមិនចំណុះរដ្ឋាភិបាលអញត្រូវតែសេប្រឆាំងរដ្ឋាភិបាលទេឯករាជ្យគឺបានន័យថាឯករាជ្យក្នុងការគិតរបស់យើងគ្មានណាមកគៀបសង្កត់យើងឲ្យត្រូវនិយាយចេះចុះយើងគឺទៅសេវិភាគរបស់យើងត្រឹមត្រូវរបស់យើងនេះជាការងាររបស់អ្នកសារព័ត៌មានអាហ្នឹងបានយើងរក្សាតម្លៃរបស់យើងបាននិយាយជារួមខ្ញុំឯកភាពណាស់លើការទី1គឺការបន្តរៀបធ្វើសន្និសីទសារព័ត៌មានហ្នឹងក៏ដូចជាបំពតរបស់អាយដាមហ៊ុយវណ្ណៈអំពីការឲ្យមាន NGO អាចគេមកបន្ថែមទៀតក៏ល្អដោយបច្ចុប្បន្ននេះយើងឃើញមិញក៏មានការលើកអំពីការរៀបចំទៀតកន្លងមកបាននិយាយឥឡូវយើងរៀបចំអំពីFTA ណាកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរីជាមួយប្រទេសនេះប្រទេសនោះជួនកាលយើងអាចជើងខាងក្រសួងពាណិជ្ជកម្មគាត់មកបញ្យល់ថាអាហ្នឹងវាមានប្រយោជន៍អីខ្លះហ្នឹងណាហើយខ្មែរអាចនាំបាន140ទៅចិនទៅស្អីខ្លះណាហើយនាំយ៉ាងម៉េចណាគឺថ្ងៃមុនប្រសើរជាងគេចាំខ្ញុំស្ដាប់មកគឺអ្នកនាំពាក្យអស់ឃើញមួយដែលល្អគឺខាងកសិកម្មគាត់បានបញ្យល់អំពីរបៀបធ្វើយ៉ាងម៉េចនាំចេញគឺគាត់យល់បានល្អហើយក៏ប្រើពាក្យខ្មែរសឹងតែទាំងអស់ហ្នឹងគឺជាការល្អមួយគឺអញ្ចឹងតាមពិតគឺប្រជាជនគឺគាត់ចង់ដឹងអញ្ចឹងណាគាត់បញ្យល់ថាណាបើយើងមិនសិចរិតទេក្នុងពេលរកស៊ីមួយគេដឹកតែវ៉ាន់ទៅដល់បើកឡើងរួយពេញតកៅពេញខូចអស់ឈ្មោះអីគាត់បញ្យល់បន្តិចទេប៉ុន្តែអាហ្នឹងល្អបាទអញ្ចឹងគឺសំខាន់ហើយដូចមិញក៏ខាងដែលលោកសៀកលេងក៏បានសំនិយាយឲ្យសន្និសិទឲ្យតាន់បច្ចុប្បន្នភាពនេះគឺជាការល្អណាស់បាទពីព្រោះជួនកាលវារឿងក្តៅឥឡូវរឿងក្តៅពិតមែនថាអាយដាមផៃសុផាន់ថាមិនក្តៅប្រហែលរឿងព្រំដែនប៉ុន្តែគេចុចអញ្ចឹងជួនកាលយើងអាចមកលើកនៅបញ្យល់ឥឡូវយើងយល់គួរតែហាងព្រំដែនគាត់បញ្យល់មិនថាផែនទីអេឡិចត្រូនិកហ្នឹងវាល្អយ៉ាងណាទៅឃើញតែស្អីនាងស្អីពិសីហ្នឹងក៏បានបញ្យល់ហើយ
ប៉ុន្តែបើមកនិយាយផ្ទាល់ទៀតក៏ល្អហ្មងជាអស់លើ Facebook ហ្នឹងយើងអាចទៅបញ្យល់ថែមទៀតថា electronic យ៉ាងម៉េចវាមានសារៈសំខាន់យ៉ាងម៉េចមានអីម៉េចហ្នឹងក៏ជាការក្តៅមួយដែរហើយជាបង្ខិតថាគោលការណ៍របស់ក្រមប្រឆាំងគឺ2ជាប់ជានិច្ចទី1ធ្វើយ៉ាងណាឲ្យខ្សោយកិត្យានុភាពនៃគណៈបកកណ្ដាលអំណាចបានន័យថាវាយរកចំណុចខ្សោយទាំងអស់វាយបាននោះទី2កុំឲ្យភ្លេចពួកគេអញ្ចឹងបានតិចគេឆ្កឹះរឿងនេះតិចគេឆ្កឹះរឿងនោះអញ្ចឹងយើងប្រតិកម្មខ្លាំងទៅពួកគាត់នៅដូចយើងជួយផ្សាយឲ្យគេទៅវិញទៅប្រយ័ត្នอะไรហ្នឹងមិនកុំយកកបាត់ទឹកកាប់រួយអាហ្នឹងយើងប្រើពាក្យហ្នឹងបាទយើងមានខាងណាតូចយើងរត់តាមតូចធំរត់តាមធំហើយពួកគេសំខាន់គឺខ្លាចយើងភ្លេចចឹងបន្តិចបានគេឆ្កឹះមានរឿងមួយតិចឆ្កឹះរឿងមួយកុំឲ្យយើងភ្លេចថាគេមានខ្មោចមែនប៉ុន្តែខ្មោចគេទួស្អុយក៏ខ្មោចក៏មានឈ្មោះគេដែរយើងត្រូវប្រយ័ត្នកន្លែងហ្នឹងបាទនេះជាយុទ្ធសាស្ត្ររបស់គេតែជានិច្ចគេរក្សាពីហ្នឹងចឹងយកបំផ្លាញគឺស្អីដែលមានរដ្ឋមន្ត្រីរបស់យើងរាជការបានធ្វើកុសតិចគេឆ្កឹះទាំងអស់ហើយយើងកុំភ្លេចតែនៅក្នុងរដ្ឋមានបកច្រើននៅក្នុងរដ្ឋសិតតែមានដាក់ប្រជាជនទេគ្រប់បកប៉ុន្តែគេអត់គិតសំខាន់តែគណៈបកប្រជាជនដែលកាន់អំណាចអញ្ចឹងគឺអីទៅឲ្យតែរដ្ឋធ្វើខុសមន្ត្រីរាជការណាធ្វើខុសគណៈបកប្រជាជនបានតែប្រឹងទម្លាក់កិត្យានុភាពរបស់គណៈបកកាន់អំណាចប៉ុន្តែទី2បំផុសរឿងនេះបំផុសរឿងនោះដើម្បីឲ្យឃើញថាពួកគេនៅតែមានជីវិតនេះគឺចំណុច2ដែលគេនឹងធ្វើរហូតហើយគេនឹងផ្ទុះធំនៅពេលដែលជាងចិត្តបោះឆ្នោតតែម្ដងដូច្នេះគឺការងារសំខាន់ណាស់យើងមិនរដ្ឋាភិបាលមិនមានថាសូមឲ្យទាំងអស់គ្នាគ្រប់គ្រងគណៈបកក្រុមអីទេសូមគ្រប់គ្រងតែអ្វីដែលរាជរដ្ឋាភិបាលធ្វើជាវិជ្ជមានណាហើយអ្វីដែលមិនអ្វីដែលអវិជ្ជមានក៏គួរលើកបាទហើយដូច្នេះគឺថាយើងដឹងហើយថាក្រោមពេលយើងទី1យើងមានរាល់ឆ្នាំមានវេទិកានិពន្ធនយោបាយរៀងរាល់ឆ្នាំនៅពេលនោះដែលនាយករដ្ឋមន្ត្រីធ្វើលិខិតមួយទៅជូនហើយពេលនោះហើយដែលនិពន្ធនយោបាយអស់នឹងទៅចែកគ្នាលើកជាសំណុំពរទៅនាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃជួបជុំគ្នាញ៉ាំបាយប្រចាំឆ្នាំណាហ្នឹងពេលហ្នឹងហើយក្រសួងបន្តទៀតក្រសួងព័ត៌មាននឹងប្រជុំមួយទៀតជាមួយតំណាងសមាគមទាំងអស់ឥឡូវមានជិត40ហើយសមាគមអ្នកកសែតបាទប៉ុន្តែយើងជើញមកដើម្បីសុំច្របល់ស្អីខ្លះដើម្បីបន្តមកយើងដាក់ជូននាយករដ្ឋមន្ត្រីគាត់នឹងឆ្លើយនៅថ្ងៃបាយចាំបាយជាមួយគ្នានេះជាការងារហើយយើងឃើញថាដល់នៅស្រុកគេនិយាយពាក្យចិនអ្នកខ្សែបរទេសគាត់ជាខ្មែរគាត់ថាមានស្រុកខ្មែរមួយអាចទូរស័ព្ទទៅរដ្ឋមន្ត្រីលើកមិនខ្ញុំទេទៅរដ្ឋមន្ត្រីទៀតពាក្យចិនរដ្ឋមន្ត្រីលើកមានខ្លះហ៊ានទូរស័ព្ទទៅដល់នាយករដ្ឋមន្ត្រីហើយមិនដូចយើងបាននិយាយថាសូម្បីតែហ្វីលីពីនអីក៏គេបាននិយាយថាគ្មានណាគឺដល់ប៉ុណ្្នឹងដែរណាប៉ុន្តែយើងនេះគឺយើងមានលក្ខណៈមួយគឺបានច្រើនហើយដោយឯកឧត្តមនៃកលាហោមគាត់មានតែក្រុមមួយទៀតសម្រាប់ឆ្លើយតាម Facebook ហ្មងអញ្ចឹងឲ្យតែគេដាក់ចូល Facebook មានក្រុមសម្រាប់ឆ្លើយឬរាយការណ៍ជូនគាត់ហើយកន្លងមកខ្ញុំឃើញគេមកដែរគេសំណូមពររឿងនេះរឿងថានាងសូមអញ្ជើញលោកសូមអញ្ជើញទៅពេករបស់សម្ដេចកលាហោមលោកអញ្ជើញទៅពេករបស់សម្ដេចណាព្រោះនេះគេមានក្រុមគេនឹងជួយដោះស្រាយបញ្ហានេះគឺជាប្រជាធិបតេយ្យមួយហើយណាជាធិបមួយហើយមិនមែនប្រជាធិបតេយ្យតចេះជេរគ្នាទេខ្ញុំមិនជឿអាហ្នឹងសោះបាទពីព្រោះមិនតជេរគ្នាបានចេះហៅថាប្រជាធិបតេយ្យមិនមែនប្រជាធិបតេយ្យសំខាន់អីគឺការចែកគ្នាបាទគឺការផ្លាស់ប្ដូរគំនិតគ្នានិងការនិយាយជាមួយគ្នាកាលណាយើងនិយាយជាមួយគ្នាយើងបន្ថយអាការអារិភាពអញ្ចឹងខ្ញុំទៅសើថាគេរៀបចំព្រឹត្តិការណ៍នេះគឺបានបន្ថយច្រើននៅការមិនយល់ការសង្ស័យហើយបង្រុញឲ្យមានកាន់តែចិត្តគ្នាឡើងអញ្ចឹងគឺសូមសរសើរនៅវេទិកានេះនិងការកំណត់របស់ឯកឧត្តមផៃសុផាន់ដែលនិងសហការីដែលបានរៀបចំវេទិកានេះហើយសូមជូនពរវេទិកានេះកាន់តែទទួលបានជោគជ័យតាមទៀតសូមអរគុណ